Chaជំរាបសួរពុកម៉ែបងប្អូនឃើញคลิปវីដេអូចេញមកដំបូងគេគឺ end on ហ្នឹងហើយបងប្អូនត្រីតែប៉ុណ្្នឹងឯងនាងខ្ញុំជាមួយនឹងបងប្អូនថ្លៃហើយនឹងបងប្អូនកាស៊ីណូបានងាកហ្នឹងគឺទៅញ៉ាំការបងប្អូនស្រីនេះកូនកំមុំឯងនៅគាត់ជាបកលកាស៊ីណូបងប្អូនហើយកម្មវិធីហ្នឹងគឺកម្មវិធីសតតែកាស៊ីណូទាំងអស់ចាហើយប្តីគាត់ស្វាមីរបស់គាត់ហ្នឹងគឺជនជាតិថៃបងប្អូនអត់ចេះខ្មែរទេហ្នឹងហើយហើយភ្ញៀវទៅឡើងពេញតុកតែម្ដងបងប្អូនអើយគិតទៅការសម័យនេះគេអត់មានថាសល់តុកដូចឈ្នន់មុនអីទេគឺថាអស់លីងហ្មងពេញតុកមកបងប្អូនហើយកូនកំមុំនេះខ្ជូតណាស់ហើយអាយុទៅតែ18ឆ្នាំទេតែប្តីអាយុឡើង40ឆ្នាំបងប្អូនដោយថានិស័យទៅស្រឡាញ់ប្តីចាស់អញ្ចឹងហើយមហូបគេមកមុខណាក៏ឆ្ងាញ់ដែរនាងខ្ញុំទៅសើនិយាយតាមត្រង់គឺថាឆ្ងាញ់ហ្មងហើយថ្ងៃហ្នឹងនាងខ្ញុំញ៉ាំបានណាញ៉ាំបានហ្មងញ៉ាំច្រើនហើយឆ្អែតហើយនាងខ្ញុំទៅសើចុងភៅហ្នឹងគឺថាស្លឆ្ងាញ់តែម្ដងគ្រប់មុខមហូបទាំងអស់ហើយនាងខ្ញុំមិនដឹងថាមកຕົកប៉ុន្មានទេហើយស្រេចដីនេះក៏ឆ្ងាញ់មកជូរគ្រឿងនេះក៏ឆ្ងាញ់ហើយត្រីចំហុយនេះក៏ឆ្ងាញ់គ្រប់មុខតែម្ដងបងប្អូនបងប្អូនឃើញហ៎ត្រីចំហុយគេនេះហ៎ចំហុយបែបសាមញ្ញមែនប៉ុន្តែជាតិកប់សេរីហ្មងហើយរសជាតិត្រីហ្នឹងណាគឺចំហុយមិនប្រៃទេគឺផ្អែមសាបល្មមហើយជូរអញ្ចឹងណាហើយបន្លែគេមានតសក់មានការ៉ុតមានស្ទឹមក្រហមមានជីវ៉ាន់ស៊ុយដាក់ពីលើបងប្អូនអើយគ្រាន់តែមើលរូបរាងក៏ដឹងឆ្ងាញ់តែបើបានភ្លក់រសជាតិទៀតគឺថាចង់លុយចង់ដៃកូនកំមុំចំនួន$15 $20គឺថាมันស្ដាយក្រោយតែម្ដងណាព្រោះថាម្ហូបញ៉ាំគ្រប់មុខទាំងអស់គឺឆ្ងាញ់ទាំងអស់ហើយអត់សល់ទៀតបងប្អូននាងខ្ញុំទៅសើហើយចុងភៅហ្នឹងគឺនៅខាងអូនលក់នោះនាងខ្ញុំស្មានតែចុងភៅចិនខ្មៅតាព្រោះរសជាតិឆ្ងាញ់ដូចគ្នាបេះបិទអញ្ចឹងបងប្អូនហើយនេះងាកទៅមើលកូនកំមុំគេបោះបាច់ផ្កាហើយនៅក្នុងបាច់ផ្កាហ្នឹងគឺមានទឹកប្រាក់ចំនួន$10,000រៀលបងប្អូនហើយនេះខ្ញុំហួសសេរីនឹងទៅចាប់បាច់ផ្កាឲ្យទុកឲ្យបងប្អូនជំនាន់ក្រោយទៅហើយកូនកំមុំនេះមុននឹងបោះហ្នឹងគឺគេលោចំនួន3ដងចំនួន1ដងអត់បោះទេចំនួន2ដងអត់បោះទេតែចំនួន3ដងគឺថាបោះបានសម្រាប់ប៉ុន្តែបងប្អូនអើយអត់បានអូនកំមុំទេគឺបានអូនកន្លោះដោយសារតែពួកគាត់ខ្ពស់អញ្ចឹងណាងាយនឹងចាប់បានបាច់ផ្កាក៏បានរង្វាន់ជាទឹកប្រាក់ចំនួន$10,000រៀលបងប្អូនអើយរួចថ្លៃចងដៃនៅក្នុងយប់នឹងតែម្ដងទៅហ្នឹងហើយឃើញទេគឺបានទៅលើប្អូនកំឡោះ